ជាដមបណ្ឌិតជ្រុនថេរវត្តសំណុំពរឲ្យយុវជនទាំងអស់បន្តការគាំទ្រជឿជាក់និងជឿទុកចិត្តលើគណបកប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកំពុងស្ពើនាថ្ងៃទី4ខែកក្កដាឆ្នាំ2026អាយដាមបណ្ឌិតជ្រុនថេរវត្តអនុប្រធានយុវជនគណបកថ្នាក់កណ្ដាលនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបកថ្នាក់កណ្ដាលតំណាងដល់កំពង់ពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបកថ្នាក់កណ្ដាលអញ្ជើញជាអធិបតីភាពក្នុងវេទិកាពិភាក្សាជាមួយនឹងយុវជនគណបកខេត្តកំពង់ស្ពឺក្នុងវេទិកានេះដែរមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺនិងជាប្រធានយុវជនគណៈបកខេត្តកំពង់ស្ពឺឯកឧត្តមលោកជំទាវអនុប្រធានគណៈប្រចាំការឯកឧត្តមលោកជំទាវសមាជិកគណៈប្រចាំការនិងលោកស្រីយុវជនគណៈបកថ្នាក់កណ្ដាលព្រមទាំងសមាជិកសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តនិងសមាជិកសមាជិកាយុវជនគណៈបកគ្រប់ថ្នាក់គ្រប់ផ្នែកទូទាំងខេត្តកំពង់ស្ពឺសរុបចំនួន525រូបវេទិកាពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវគោលជំហរទស្សនៈនិងការគាំទ្រលើការដឹកនាំរបស់គណបកនិងថ្នាក់ដឹកនាំរបស់គណបកដែលមានសម្ដេចអគ្គមហាសេនាបតីតេជោប្រធានគណបកនិងសម្ដេចធិបតីអនុប្រធានគណបកនិងជាប្រធានយុវជនគណបកប្រជាជនកម្ពុជាវេទិកាដ៏មានសារៈសំខាន់នេះបានទទួលបាននូវមតិយោបល់ការស្វែងយល់បន្ថែមនូវចំណេះដឹងនិងបទពិសោធន៍នៃការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជារបស់គណបកតាមរយៈការចូលរួមជាសំណួរនិងសំណុំពរយ៉ាងផុសផុលពីបងប្អូនយុវជនគណបកប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺក្នុងបបផែនការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីព្រមទាំងចូលរួមកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចធិបតីមានមតិបើក្នុងវេទិកាឯកឧត្តមជ្រុនថេរវត្តបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសារសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចធិបតីជូនចំពោះលោកស្រីនិងសមាជិកសមាជិកាយុវជនគណបកខេត្តកំពង់ស្ពឺនិងបានសម្ដែងនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលខេត្តកំពង់ស្ពឺសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌប្រធានគណៈបកខេត្តរួមជាមួយលោកស្រីជាថ្នាក់ដឹកនាំសមាជិកសមាជិកានិងយុវជនគណបកនៅទូទាំងខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិតប្រធានបានផ្ដល់អនុសាសន៍សំខាន់មួយចំនួនដូចខាងក្រោមទី1យុវជនពង្រឹងសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំក្នុងពេលសត្រូវឈ្លានពានដោយប្រើសង្គ្រាមចិត្តសាស្ត្រក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជាទី2យុវជនបកត្រូវបន្តគាំទ្រជឿជាក់លើការដឹកនាំរបស់គណៈបកប្រជាជនដែលមានសម្ដេចតេជោជាប្រមុខគណៈបកដឹកនាំដ៏មោះមុតបន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីដែលជាអនុប្រធានគណៈបកនិងជាប្រធានយុវជនគណៈបកប្រជាជនកម្ពុជាដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយបញ្ហាដោយយកអាយុជីវិតប្រជាពលរដ្ឋនិងទឹកដីជាធំទី3ប្រធានគណៈបកខេត្តត្រូវបន្តរៀបចំវេទិកានេះទៅថ្នាក់ក្រុងស្រុកទាំង9ឃុំសង្កាត់ទាំង88ដើម្បីផ្សព្វផ្សាយដែលជាបំណងរបស់សម្ដេចមហាបវរធិបតីឲ្យយុវជនយល់ច្បាស់អំពីសភាពការក្នុងប្រទេសបញ្ហាព្រំដែនអំពើពុករលួយគីបអនឡាញឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌបានសំណូមពរឲ្យបងប្អូនយុវជនទាំងអស់បន្តការគាំទ្រជឿជាក់និងជឿទុកចិត្តលើគណៈបកប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិបូរណភាពទឹកដីនិងសូមកុំធ្វើសកម្មភាពណាដែលនាំឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជមុខខណៈដែលយើងរួបរวมគ្នាសាមគ្គីគ្នាដើម្បីការពារជាតិនិងទឹកដីរបស់យើងទាំងអស់គ្នាជាពិសេសកុំជឿឬចូលរួមផ្សព្វផ្សាយព័ត៌មានคล้ายៗគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយមដែលតែងតែញុះញង់បណ្ដុះគំនិតហិង្សាដោយចេតនាក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិរបស់កម្ពុជាយើង